បាទសួស្តីអញ្ចឹងយើងចូលមកសំណួរទៀតជូនទៅម្ចាស់សំណួរបាទតែម្ចាស់សំណួរក៏សួរថាលោកគ្រូ opening balance ជាអ្វីទៅសូមជួយសម្រាប់សម្រាយសម្រាយផងបាទគាត់សេសម្រាយណាបាទអញ្ចឹងយើងពាក្យថា opening balance បាទ opening balance មានន័យថាសមតុល្យដើមគ្រាឬក៏ចំនួនប្រាក់ឬក៏តម្លៃដែលនៅសល់បាទនៅដើមរយៈពេលគណនេយ្យថ្មីបាទបើយើងអត្ថន័យរបស់វាណាអញ្ចឹង opening balance មានន័យថាសមតុល្យដើមគ្រាឬក៏ចំនួនប្រាក់ដែលនៅសល់នៅដើមរយៈពេលក្រិយបច្ឆេទគណនេយ្យថ្មីបាទអញ្ចឹងនិយាយឲ្យស្រួលយល់វាជាចំនួនដែលយកមកបន្តពីខែមុនបាទឬក៏ឆ្នាំមុនបាទគេហៅថា opening balance បាទអញ្ចឹងឧទាហរណ៍ខ្លីៗងាយបាទទី1ដូចជាសាច់ប្រាក់ណាសាច់ប្រាក់នៅចុងខែមករាបាទអាជីវកម្មមានសាច់ប្រាក់2000បាទដល់ដើមខែកុម្ភៈបាទអញ្ចឹងអា2000គេហៅថា opening balance សម្រាប់ខែកុម្ភៈណាបាទមួយទៀតឧទាហរណ៍ថាគណនីធនាគារបាទឧទាហរណ៍ថានៅគណនីដែលលុយដែលយើងដាក់នៅ ABA នៅ AC នៅកណាយាអីចឹងជាដើមបាទអញ្ចឹងចុងឆ្នាំ2025នៅសល់$5000បាទអញ្ចឹងចូលទៅដល់ដើមឆ្នាំ2026អញ្ចឹងអា$5000ហ្នឹងវាចូលទៅដើមឆ្នាំ2026គេឲ្យឈ្មោះថា opening balance នៅឆ្នាំ2026បាទងាយយល់ឆាប់យល់អញ្ចឹងគេថា opening balance មានអ្វីខ្លះបាទវាអាចមាននៅក្នុងគណនីសាច់ប្រាក់គណនីធនាគារបំណុលឬក៏ទ្រព្យកម្មផ្សេងៗហ្នឹងគេហៅថា opening balance ប៉ុន្តែចាំចំណាយអត់មានចំណាយហើយចំណូលវាអត់មានពាក្យថា opening balance សម្រាប់គ្រាថ្មីទេអញ្ចឹង opening balance គឺវាមានតែសម្រាប់គណនីអចិន្ត្រៃយ៍គណនីធំយើងចែកជាពីរផ្នែកគណនីអចិន្ត្រៃយ៍និងគណនីបដាសន្នអញ្ចឹងបដាសន្នទៅលើចំណូលនិងចំណាយអញ្ចឹងវាកើតទៅក្នុងគ្រាហ្នឹងគឺយើងបិទជីទៅវាសូន្យអស់ហើយអញ្ចឹងនៅពេលដែលយើងចូលទៅគ្រាថ្មីហ្នឹងគឺវាសូន្យហើយអត់មានទៀតទេយើងយកទៅសូន្យយកទៅគឺអត់មានតម្លៃហ្នឹងបាទអញ្ចឹងហេតុអ្វីបានជា opening balance វាសំខាន់អញ្ចឹងវាជួយឲ្យយើងដឹងពីចំណុចចាប់ផ្ដើមបាទងាយស្រួលតាមដានប្រាក់ចូលប្រាក់ចេញបាទជាមូលដ្ឋានសម្រាប់គណនាចំណាយចំណេញឬក៏ខាតបាទអញ្ចឹងចងសង្ខេបមកវិញចងចាំមកវិញបាទចងចាំងាយណាអញ្ចឹងគេហៅថា closing balance ចុងគ្រាវាស្មើនឹង opening balance នៅដើមគ្រាបន្ទាប់អញ្ចឹងនិយាយឲ្យសាមញ្ញគឺថាចំនួនចុងខែនេះវាស្មើនឹងចំនួនដើមខែក្រោយណាចំនួនចុងខែហ្នឹងបាទអញ្ចឹងឧទាហរណ៍ថាខែហ្នឹងខែ2បាទអញ្ចឹងចុងខែ2ហ្នឹងវាស្មើនឹងចំនួនដើមខែក្រោយបាទហ្នឹងហើយអញ្ចឹងគេថា opening balance គឺមានប៉ុណ្ណឹងអរគុណច្រើនជូនដល់ម្ចាស់សំណួរបាទអរគុណបាទ